ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនាំបងប្អូនទាំងអស់គ្នាមកកាន់កសិកម្មទំនើបវិញម្ដងណាបងប្អូនថាតើកសិកម្មទំនើបអ្វីដែរបងប្អូនដូច្នេះសូមតាមដានជាមួយខ្ញុំបានទាំងអស់គ្នាបងប្អូនសាកស្រមៃទៅមើលការព្យាយាមដាំដុះបន្លែផ្លែឈើនិងរុក្ខជាតិផ្សេងៗនៅលើដីក្នុងប្រទេសមួយដែលដីជាងពាក់កណ្ដាលជាវាលខ្សាច់ជាកន្លែងដែលទឹកភ្លៀងកម្រមានជាកន្លែងដែលរដូវក្តៅវែងនិងក្តៅខ្លាំងហើយជាកន្លែងដែលទឹកសាបគឺជាធនធានធម្មជាតិកម្រមួយក្នុងចំណោមធនធានធម្មជាតិផ្សេងៗទៀតណាបងប្អូនដែលមនុស្សភាគច្រើននឹងនិយាយថាវាមិនអាចទៅរួចទេតែទោះជាយ៉ាងណាក៏ដោយក៏ប្រទេសមួយនេះនៅតែអាចធ្វើបានណាបងប្អូនប្រទេសមួយនោះគឺប្រទេសអ៊ីស្រាអែលណាបងប្អូនសប្តាហ៍ថ្ងៃនេះអ៊ីស្រាអែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសច្នៃប្រឌិតឈានមុខគេមួយក្នុងពិភពលោកក្នុងវិស័យកសិកម្មប្រទេសនេះបាននាំចេញប្រព័ន្ធធារាសាស្ត្រកសិកម្មទំនើបទៅកាន់ប្រទេសជាង100នៅលើពិភពលោកកសិកររបស់ខ្លួនផលិតបន្លែផ្លែឈើផ្កានិងផលិតទឹកដោះគោដោយយ៉ាងមានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ទោះបីជាមានលក្ខខណ្ឌធម្មជាតិដ៏លំបាកក៏ដោយតើរឿងនេះវាអាចកើតឡើងដោយរបៀបណាតើប្រទេសមួយដែលមានដីធ្វើស្រែចម្ការនិងទឹកដ៏តិចតួចនេះបានក្លាយជាប្រទេសឈានមុខគេលើពិភពលោកក្នុងបច្ចេកវិទ្យាកសិកម្មដោយរបៀបណាហើយតើប្រទេសដទៃទៀតអាចរៀនមេរៀនអ្វីខ្លះពីបទពិសោធន៍ពីប្រទេសតូចមួយនេះគឺជារឿងរ៉ាវដ៏អស្ចារ្យអំពីរបៀបដែលប្រទេសអ៊ីស្រាអែលបានផ្លាស់ប្ដូរវិស័យកសិកម្មតាមរយៈវិទ្យាសាស្ត្រនវានុវត្តន៍និងការតាំងចិត្តបងប្អូនដើម្បីយល់ពីភាពជោគជ័យផ្នែកកសិកម្មរបស់អ៊ីស្រាអែលយើងត្រូវតែយល់ពីភូមិសាស្ត្រជាមុនសិនរដ្ឋអ៊ីស្រាអែលសម័យទំនើបត្រូវបានបង្កើតឡើងក្នុងឆ្នាំ1948ដែលមានទីតាំងនៅមជ្ឈមបូព៌ាជាប់នឹងសមុទ្រមេឌីទែរ៉ាណេតំបន់ភាគខាងត្បូងភាគច្រើនរបស់ប្រទេសអ៊ីស្រាអែលត្រូវបានគ្របដណ្ដប់ដោយវាលខ្សាច់ Negev ដែលមានប្រហែល 60% នៃផ្ទៃដីរបស់ប្រទេសអ៊ីស្រាអែលទឹកភ្លៀងប្រែប្រួលយ៉ាងខ្លាំងតំបន់ភាគខាងជើងទទួលបានទឹកភ្លៀងខ្ពស់មធ្យមខណៈដែលផ្នែកខ្លះនៃភាគខាងត្បូងទទួលបានតិចតួចណាស់ទឹកតែងតែជាបញ្ហាប្រឈមដ៏ធំបំផុតមួយរបស់អ៊ីស្រាអែលមិនដូចប្រទេសដែលមានទន្លេធំឬទឹកភ្លៀងច្រើននោះទេអ៊ីស្រាអែលត្រូវតែគ្រប់គ្រងដំណក់ទឹកដែលមានដោយប្រុងប្រយ័ត្នជាទីបំផុតកត្តាដ៏លំបាកនៃបរិស្ថាននេះបានបណ្ដាលឲ្យអ្នកវិទ្យាសាស្ត្រវិស្វករនិងកសិករអ៊ីស្រាអែលឲ្យព្យាយាមរកវិធីក្នុងការដាំដុះឲ្យមានប្រសិទ្ធភាពបន្ទាប់ពីអ៊ីស្រាអែលទទួលបានឯករាជ្យនៅឆ្នាំ1948រដ្ឋាភិបាលបានលើកទឹកចិត្តឲ្យការបង្កើតសហគមន៍កសិកម្មពីរប្រភេទទី1គឺ Kibbutz ជាកន្លែងដែលគ្រួសារទាំងឡាយរស់នៅនិងធ្វើស្រែចម្ការរួមជាមួយគ្នាដោយចែករំលែកដីធ្លីឧបករណ៍ប្រើប្រាស់និងធនធានរួមគ្នាទី2គឺ Mossad ជាកន្លែងដែលគ្រួសារនីមួយៗមានកសិដ្ឋានផ្ទាល់ខ្លួនប៉ុន្តែបានសហការជាមួយកសិករជិតខាងគ្នាដោយចែករំលែកការប្រើប្រាស់ឧបករណ៍ទិញសម្ភារៈរួមគ្នានិងលក់ផលដំណាំរបស់ពួកគេតាមរយៈអង្គការសហប្រតិបត្តិការរួមគ្នាសហគមន៍កសិកម្មទាំងពីរនេះបានក្លាយជាមជ្ឈមណ្ឌលនៃការច្នៃប្រឌិតដែលអនុញ្ញាតឲ្យកសិករនិងអ្នកវិទ្យាសាស្ត្រធ្វើការជាមួយគ្នាដើម្បីអភិវឌ្ឍបច្ចេកទេសកសិកម្មថ្មីៗបងប្អូនប្រហែលជាការចូលរួមចំណែកដ៏ធំបំផុតមួយរបស់អ៊ីស្រាអែលចំពោះកសិកម្មសកលគឺប្រព័ន្ធស្រោចស្រពដំណក់ទឹកនៅដើមទសវត្សរ៍ឆ្នាំ1960វិស្វករអ៊ីស្រាអែល Simcha Blas បានសង្កេតឃើញថាដើមឈើដុះលូតលាស់បានល្អជាងនៅពេលដែលទឹកហូរស្រក់យឺតពីបំពង់ទុយោជំនួសឲ្យការចាក់ទៅលើដីទាំងអស់ក្នុងពេលតែមួយការសង្កេតសាមញ្ញមួយនេះបានជំរុញគំនិតអភិវឌ្ឍមួយជំនួសឲ្យការស្រោចស្រពបែបជន់លិចវាលស្រែទាំងមូលហេតុអ្វីក៏មិនបញ្ជូនទឹកយឺតនិងដោយផ្ទាល់ទៅកាន់ឫសរបស់រុក្ខជាតិនីមួយៗតែម្ដងទៅលទ្ធផលគឺប្រព័ន្ធស្រោចស្រពដំណក់ទឹកដែលបំពង់តូចៗដែលមានរន្ធបញ្ចេញទឹកតូចបញ្ចេញទឹកតិចក្នុងបរិមាណជាក់លាក់មួយទៅកាន់កន្លែងដែលរុក្ខជាតិត្រូវការបើប្រៀបធៀបទៅនឹងប្រព័ន្ធកសិកម្មស្រោចស្រពបែបប្រពៃណីប្រព័ន្ធស្រោចស្រពដំណក់ទឹកអាចកាត់បន្ថយការប្រើប្រាស់ទឹកយ៉ាងច្រើនខណៈពេលដែលធ្វើឲ្យប្រសើរនៅទិន្នផលដំណាំវាក៏បានជួយកាត់បន្ថយការហួតកាត់បន្ថយការលូតលាស់របស់ស្មៅនិងអនុញ្ញាតឲ្យជីត្រូវបានចែកចាយប្រកបដោយប្រសិទ្ធភាពតាមរយៈប្រព័ន្ធស្រោចស្រពដំណក់ទឹកនេះសប្តាហ៍ថ្ងៃនេះប្រព័ន្ធស្រោចស្រពដំណក់ទឹកត្រូវបានប្រើប្រាស់នៅក្នុងកសិដ្ឋាននានាទូទាំងពិភពលោកដែលជួយឲ្យកសិករដាំដុះសន្សំសំចៃទឹកខណៈពេលដែលបង្កើនផលិតភាពនិងផលិតផលខ្ពស់សម្រាប់តំបន់ជាច្រើនដែលប្រឈមមុខនឹងកង្វះខាតទឹកវាបានក្លាយជាការច្នៃប្រឌិតកសិកម្មដ៏សំខាន់បំផុតមួយក្នុងពិភពលោកការថែរក្សាទឹកគឺជាចំណុចស្នូលនៃកសិកម្មអ៊ីស្រាអែលប្រទេសនេះបានបង្កើតប្រព័ន្ធគ្រប់គ្រងទឹកទំនើបបំផុតមួយរបស់ពិភពលោកសមាសធាតុសំខាន់មួយគឺការបន្សាបជាតិប្រៃរោងចក្របំលែងទឹកសមុទ្រនៅឯឆ្នេរសមុទ្រធំមានតួនាទីដកយកអំបិលចេញពីទឹកសមុទ្រដោយផលិតជាទឹកសាបសម្រាប់ប្រើប្រាស់នៅតាមផ្ទះសម្បែងឧស្សាហកម្មនិងផ្នែកខ្លះនៃវិស័យកសិកម្មអ៊ីស្រាអែលក៏បន្សុទ្ធនិងប្រើប្រាស់ទឹកសំណល់ឡើងវិញក្នុងទ្រង់ទ្រាយធំផងដែរបន្ទាប់ពីការបន្សុទ្ធក្នុងកម្រិតខ្ពស់រួចទឹកដែលបានបន្សុទ្ធទាំងនោះភាគច្រើនត្រូវបានប្រើដើម្បីស្រោចស្រពដំណាំដោយកាត់បន្ថយសម្ពាធលើការផ្គត់ផ្គង់ទឹកសាបលើសពីនេះហាងស្តុកទឹកបំពង់បង្ហូរប្រព័ន្ធត្រួតពិនិត្យតាមកុំព្យូទ័រនិងបច្ចេកវិទ្យាស្រោចស្រពប្រកបដោយប្រសិទ្ធភាពជួយធានាថាទឹកត្រូវបានចែកចាយទៅកន្លែងដែលវាត្រូវការនិងដែលមានការបាត់បង់ដ៏តិចតួចបំផុតវិធីសាស្ត្ររួមគ្នាទាំងនេះបានអនុញ្ញាតឲ្យវិស័យកសិកម្មបន្តសូម្បីតែក្នុងអំឡុងពេល
គ្រោះរាំងស្ងួតក៏ដោយបងប្អូនកសិកម្មអ៊ីស្រាអែលសម័យទំនើបមានការជឿនលឿនខ្លាំងណាស់ដោយសារការស្រាវជ្រាវនិងបច្ចេកវិទ្យាកសិករកាន់តែពឹងផ្អែកទៅលើឧបករណ៍ចាប់សញ្ញាសំណើមដីការព្យាករណ៍អាកាសធាតុរូបភាពផ្កាយរណបម៉ាស៊ីនដែលមានប្រព័ន្ធ GPS យន្តហោះគ្មានមនុស្សបើកបញ្ញាសិប្បនិម្មិតកម្មវិធី software កសិកម្មដែលមានភាពជាក់លាក់និងត្រឹមត្រូវឧបករណ៍ទាំងនេះបានជួយកសិករសម្រេចចិត្តយ៉ាងច្បាស់លាស់ថាពេលណាត្រូវស្រោចស្រពពេលណាត្រូវប្រើជីឬពេលណាត្រូវប្រមូលផលជំនួសឲ្យការធ្វើគ្រប់ផ្នែកនៃចម្ការវាលស្រែតាមរបៀបដូចគ្នាតែមួយកសិកម្មជឿនលឿនអនុញ្ញាតឲ្យតំបន់ផ្សេងៗគ្នាទទួលបានអ្វីដែលត្រូវការពិតប្រាកដនេះធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពខណៈពេលដែលកាត់បន្ថយការចំណាយនិងផលប៉ះពាល់បរិស្ថានស្ថាប័នស្រាវជ្រាវនិងសាកលវិទ្យាល័យបន្តអភិវឌ្ឍពូជដំណាំដែលកាន់តែប្រសើរឡើងដែលធន់នឹងកម្ដៅគ្រោះរាំងស្ងួតសត្វល្អិតនិងជំងឺជាដើមភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងអ្នកវិទ្យាសាស្ត្រនិងកសិករបានក្លាយជាលក្ខណៈពិសេសមួយនៃភាពជោគជ័យផ្នែកកសិកម្មរបស់អ៊ីស្រាអែលបងប្អូនសម្រាប់ប្រទេសអ៊ីស្រាអែលសមិទ្ធផលគួរឲ្យកត់សម្គាល់បំផុតមួយទៀតគឺការធ្វើកសិកម្មនៅតំបន់ស្ងួតហួតហែកតែកញ្ចក់អាចបង្កើតបរិស្ថានដែលអាចគ្រប់គ្រងបានដែលសីតុណ្ហភាពសំណើមនិងប្រព័ន្ធស្រោចស្រពអាចត្រូវបានគ្រប់គ្រងពេញមួយឆ្នាំតែកញ្ចក់មួយចំនួនទៀតបានប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិដែលតាមដានសុខភាពរុក្ខជាតិនិងកែតម្រូវលក្ខខណ្ឌដាំដុះក្នុងពេលវេលាជាក់ស្ដែងភ្លាមៗនៅតំបន់វាលខ្សាច់ដូចជាតំបន់ Negev កសិករដាំប៉េងប៉ោះម្ទេសផលិតរុក្ខជាតិគ្រឿងទេសកានិងដំណាំផ្សេងៗទៀតដែលប្រើប្រាស់ប្រព័ន្ធស្រោចស្រពប្រកបដោយប្រសិទ្ធភាពនិងបច្ចេកទេសដាំដុះដែលមានប្រព័ន្ធការពារពីបរិយាកាសខាងក្រៅភាពច្នៃប្រឌិតទាំងនេះបានបង្ហាញថាកសិកម្មប្រកបដោយផលិតភាពមួយអាចធ្វើទៅបានសូម្បីតែនៅក្នុងបរិស្ថានដែលធ្លាប់ត្រូវបានចាត់ទុកថាមិនស័ក្តិសមសម្រាប់ការធ្វើកសិកម្មក៏ដោយបងប្អូនចំណុចមួយទៀតឥទ្ធិពលរបស់ប្រទេសអ៊ីស្រាអែលបានលាតសន្ធឹងហួសពីព្រំដែនរបស់ខ្លួនទៅទៀតនោះគឺជំនួសឲ្យការនាំចេញតែផលិតផលកសិកម្មប្រទេសអ៊ីស្រាអែលក៏បាននាំចេញនៅចំណេះដឹងនិងបច្ចេកវិទ្យាកសិកម្មផងដែរក្រុមហ៊ុនអ៊ីស្រាអែលមានផ្គត់ផ្គង់នៅប្រព័ន្ធស្រោចស្រពដំណក់ទឹកបច្ចេកវិទ្យាគ្រប់គ្រងទឹកឧបករណ៍ផ្ទះកញ្ចក់កម្មវិធី software កសិកម្មដែលមានកម្រិតជាក់លាក់និងត្រឹមត្រូវការប្រឹក្សាយោបល់ផ្នែកកសិកម្មនិងដំណោះស្រាយគ្រប់គ្រងដំណាំជាដើមបច្ចេកវិទ្យាទាំងនេះត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសនានាទូទាំងអាស៊ីអាហ្វ្រិកអឺរ៉ុបនិងអាមេរិកនៅក្នុងតំបន់ដែលប្រឈមនឹងគ្រោះរាំងស្ងួតការប្រែប្រួលអាកាសធាតុឬកង្វះខាតទឹករដ្ឋាភិបាលនិងកសិករជាច្រើនបានប្រើប្រាស់បច្ចេកទេសស្រដៀងគ្នានេះដែរដើម្បីកែលម្អផលិតកម្មអាហារនៅពេលដែលបញ្ហាប្រឈមជាមួយអាកាសធាតុកាន់តែកើនឡើងនៅទូទាំងពិភពលោកតម្រូវការសម្រាប់កសិកម្មដែលប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាពត្រូវបានគេរំពឹងថានឹងបន្តកើនឡើងយ៉ាងខ្លាំងបងប្អូនទោះបីជាបានទទួលជោគជ័យដ៏ត្រចះត្រចង់យ៉ាងណាក៏ដោយក៏វិស័យកសិកម្មអ៊ីស្រាអែលនៅតែបន្តប្រឈមមុខនឹងបញ្ហាជាប្រចាំផងដែរដូចជាការប្រែប្រួលអាកាសធាតុអាចបង្កើនសីតុណ្ហភាពនិងដាក់សម្ពាធបន្ថែមទៅលើធនធានទឹកកំណើនប្រជាជនដែលបង្កើនតម្រូវការអាហារការពារជីវៈចម្រុះខណៈពេលដែលរក្សាផលិតភាពខ្ពស់នៅតែជាតុល្យភាពដ៏ចាំបាច់អ្នកស្រាវជ្រាវបច្ចុប្បន្នកំពុងស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗដូចជាការត្រួតពិនិត្យដំណាំដែលដំណើរការដោយ AI ត្រាក់ទ័រស្វ័យប្រវត្តិមនុស្សយន្តកសិកម្មបញ្ឈរវិធីសាស្ត្របន្សុទ្ធសមុទ្រដែលឲ្យកាន់តែប្រសើរឡើងដំណាំធន់នឹងគ្រោះរាំងស្ងួតប្រភេទថ្មីការច្នៃប្រឌិតទាំងនេះអាចធ្វើឲ្យប្រសើរឡើងនៅនិរន្តរភាពបន្ថែមទៀតខណៈពេលដែលជួយកសិករសម្របខ្លួនទៅនឹងស្ថានភាពបរិស្ថានដែលកំពុងផ្លាស់ប្ដូរដូច្នេះពីចុងក្រោយហេតុអ្វីបានជាវិស័យកសិកម្មរបស់អ៊ីស្រាអែលរីកចម្រើនខ្លាំងម្ល៉េះចម្លើយមិនមែនដោយសារតែប្រទេសនេះមានដីច្រើននោះទេឬទឹកច្រើនទេតាមពិតទៅវាផ្ទុយទៅវិញទេអ៊ីស្រាអែលបានប្រឈមមុខនឹងស្ថានភាពបរិស្ថានដ៏លំបាកតាំងពីដើមមកបញ្ហាប្រឈមទាំងនោះបានជំរុញដល់ការវិនិយោគលើវិទ្យាសាស្ត្រវិស្វកម្មការអប់រំនិងនវានុវត្តន៍ជំនួសឲ្យការទទួលយកការខ្វះខាតទឹកជារឿងដែលមិនអាចជៀសបានអ្នកស្រាវជ្រាវនិងកសិករបានស្វែងរកដំណោះស្រាយដែលកាន់តែប្រសើរឡើងលទ្ធផលទទួលបានគឺជាបណ្ដុំនៃបច្ចេកវិទ្យាចាប់ពីប្រព័ន្ធស្រោចស្រពដំណក់ទឹកការកែច្នៃការប្រើប្រាស់ទឹកសំណល់ឡើងវិញរហូតដល់កសិកម្មដែលមានភាពជាក់លាក់និងកសិកម្មវាលខ្សាច់ដែលបានជះឥទ្ធិពលដល់កសិកម្មនៅជុំវិញពិភពលោកបទពិសោធន៍របស់អ៊ីស្រាអែលបង្ហាញថាធនធានធម្មជាតិតែមួយមុខមិនអាចកំណត់ភាពជោគជ័យផ្នែកកសិកម្មបានទេចំណេះដឹងការស្រាវជ្រាវនិងនវានុវត្តន៍អាចផ្លាស់ប្ដូរសូម្បីតែទីតាំងដ៏លំបាកបំផុតមួយក៏អាចកែច្នៃទៅជាដីកសិកម្មដែលមានផលិតភាពបានដែរនៅពេលដែលចំនួនប្រជាជនពិភពលោកកើនឡើងនិងការប្រែប្រួលអាកាសធាតុដាក់សម្ពាធកាន់តែខ្លាំងឡើងលើការផលិតអាហារមេរៀនដែលបានរៀនពីដំណើរកសិកម្មរបស់អ៊ីស្រាអែលអាចក្លាយជាមានសារៈសំខាន់ជាងពេលណាទាំងអស់ដូច្នេះតើបងប្អូនគិតថាបច្ចេកវិទ្យាដូចជាប្រព័ន្ធដំណក់ទឹកកសិកម្មដែលមានភាពជាក់លាក់និងត្រឹមត្រូវនិងការកែច្នៃទឹកឡើងវិញអាចជួយកែលម្អកសិកម្មនៅក្នុងប្រទេសរបស់អ្នកបាទទេចែករំលែកគំនិតរបស់បងប្អូននៅក្នុងមតិយោបល់ខាងក្រោមប្រសិនបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេច like វីដេអូនេះ subscribe ហើយបើកការចូលដំណឹងសម្រាប់វីដេអូជាច្រើនទៀតដែលស្វែងយល់ពីបច្ចេកវិទ្យា
កសិកម្មវិទ្យាសាស្ត្រវិស្វកម្មប្រវត្តិសាស្ត្រនិងនវានុវត្តន៍ដែលកំពុងបង្កើតពិភពលោករបស់យើងសូមអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅក្នុងវីដេអូបន្ទាប់សូមអរគុណសូមជម្រាបលា